មានតែសមត្ថភាពតែប៉ុណ្ណោះដែលអាចដោះស្រាយរាល់បញ្ហានៅក្នុងជីវិតរបស់យើងបានពាក់ព័ន្ធជាមួយនឹងអតិថិជនគាត់មកទទួលសេវាកម្មតើបងប្អូនអាចធ្វើពណ៌សក់ឲ្យភ្ញៀវចេញបានដូចចិត្តហើយឬនៅតើសក់របស់អតិថិជនមានបញ្ហារួញកញ្ញាញ់បងប្អូនដោះស្រាយទៅលើការអ៊ុតសក់ត្រង់ឲ្យភ្ញៀវបានត្រង់រួចរាល់ 100% ហើយឬនៅតើអតិថិជនសក់ខូចស្ងួតឬមួយក៏មានបញ្ហាឆេះខូចតើបងប្អូនមានអ្វីជួយដល់អតិថិជនហើយឬនៅចំណុចទាំងអស់នេះហើយគឺជាលុយរបស់បងប្អូនទាំងអស់គ្នាបញ្ហារបស់អតិថិជនគឺជាឱកាសរបស់បងប្អូនទាំងអស់គ្នាអត់បងប្អូនអាចយកលុយពីអតិថិជនបានសួរត្រឡប់ទៅវិញតើខ្ញុំជួយគាត់បានអត់ដោយសារតែជួយមិនបានទើបមកដល់ទីនេះគឺជាការដឹងខ្លួនអនុញ្ញាតឲ្យខ្លួនឯងបន្តការរៀនមានតែការរៀនទេដែលបន្តការលូតលាស់ដាក់ចុះដោះឡើងនេះគឺជាច្បាប់ធម្មជាតិដាក់ចុះដោះឡើងត្រូវការមើលថែការរៀនដូចគ្នាមិនមែនរៀនហើយស្មើនឹងបានរៀនហើយចេះរហូតទេចំណេះដែលបងប្អូនចេះនៅក្នុងថ្ងៃនេះបងប្អូនមករៀនលើក្រោយទៀតបងប្អូននឹងអាចធ្វើឲ្យខ្លួនឯងកើនឡើងមួយកម្រិតទៀតការរៀនពីមួយលើកទៅមួយលើកវាពិតជាទទួលបានជាមួយនឹងការកើនឡើងកំណើនគឺត្រូវតែកើនឡើងតាមរយៈសកម្មភាពដែលយើងឲ្យខ្លួនឯងមកដល់ទីនេះការគិតជំរុញអីគេសកម្មភាពជំរុញអីលទ្ធផលអូខេលទ្ធផលចេញពីលទ្ធផលមានពេញចិត្តមិនពេញចិត្តអបអរសាទរកោតសរជាមួយនឹងភាពអស្ចារ្យរបស់ខ្ញុំប៉ុន្តែពេលដែលខ្ញុំមិនទទួលបានលទ្ធផលពេញចិត្តក៏ខ្ញុំកោតសរជាមួយនឹងខ្លួនឯងបានអនុញ្ញាតឲ្យខ្លួនឯងទៅបង្កើនលទ្ធផលមួយនេះបើខ្ញុំមិនបង្កើតលទ្ធផលមួយនេះសួរថាខ្ញុំដឹងថាខ្ញុំឈរនៅទីតាំងណាអត់បន្ទាប់ពីខ្ញុំដឹងហើយខ្ញុំនឹងដឹងថាខ្ញុំត្រូវរៀនអ្វីបន្ថែមខិតខំប្រឹងប្រែងបែបណាអនុវត្តបែបណាទើបអាចជួយអតិថិជនខ្ញុំបានអញ្ចឹងបើសិនជាបងប្អូនថែសួនរបស់បងប្អូនស្អាតមេអំបៅនឹងមកដល់កន្លែងសួនរបស់បងប្អូនអញ្ចឹងបង្កើនសមត្ថភាពឲ្យខ្លាំងលុយនឹងរត់ចូលបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំសង្ឃឹមថាមេរៀន4ជំនាញនៅក្នុងថ្ងៃនេះពិតជាអាចជួយដល់បងប្អូនទាំងអស់គ្នាបានទៅលើចំណេះជំនាញដែលបងប្អូនស្ទើរពេលវេលាមួយថ្ងៃនេះគឺជាពេលវេលាដែលបងប្អូនទទួលបាននៅលាភជ័យសិរីសួស្តីត្រឡប់ទៅវិញឲ្យអាជីវកម្មរបស់បងប្អូនទទួលបានភាពរីកចម្រើនទាំងអស់គ្នាអរគុណច្រើន